បាទសួស្តីនេះជាកម្មវិធីឆ្លើយសំណួរទស្សនការអាមេរិកសំណួរសួរថាខ្ញុំបានរៀបការនិងចុះសម្បត្តិអាពាហ៍ពិពាហ៍ត្រឹមត្រូវម្ដាយខ្ញុំកាន់ Green Card តែពេលគាត់ធានាខ្ញុំទៅរស់នៅសហរដ្ឋអាមេរិកគាត់អះអាងថាខ្ញុំនៅលីវពេលនេះខ្ញុំទទួលបាន Green Card តើអាចទៅស្រុកខ្មែរធានាប្រពន្ធមករស់នៅសហរដ្ឋអាមេរិកបានឬទេបាទចម្លើយម្ដាយឪពុកកាន់ Green Card មិនគ្រប់លក្ខខណ្ឌនិងមិនអាចដាក់ពាក្យធានាកូនដែលមានគ្រួសារហើយមករស់នៅសហរដ្ឋអាមេរិកបានទេករណីម្ដាយរបស់ប្អូនអះអាងថាប្អូននៅលីវតើប្អូនគ្រប់លក្ខខណ្ឌធានាមករស់នៅសហរដ្ឋអាមេរិកបានពេលនេះបើប្អូនងាកទៅដាក់ពាក្យធានាប្រពន្ធគឺប្អូនត្រូវប្រើប្រាស់សម្បត្តិអាពាហ៍ពិពាហ៍សំណួរសួរថាតើសម្បត្តិអាពាហ៍ពិពាហ៍របស់ប្អូនចុះបញ្ជីនៅឆ្នាំណាចុះបញ្ជីមុនពេលម្ដាយប្អូនដាក់ពាក្យធានាប្អូនឬក៏ចុះបញ្ជីក្រោយពេលហ្នឹងត្រង់ចំណុចនេះបើក្រសួងអន្តរប្រវេសន៍អាមេរិករកឃើញថាប្អូនផ្ដល់ព័ត៌មានคล้ายនិងคล้ายបន្លំឯកសារការពីពេលម្ដាយប្អូនដាក់ពាក្យធានានោះប្អូននឹងត្រូវដកហូត Green Card ហើយប្រឈមនឹងការចាប់បញ្ជូនត្រឡប់ទៅស្រុកខ្មែរវិញផ្ទុយទៅវិញប្រសិនបើប្អូនបានចុះបញ្ជីឯតាស៊ីវិលនឹងក្រោយពេលដែលប្អូនបាន Green Card មាន Green Card ហើយទៅចុះបញ្ជីឯតាស៊ីវិលនឹងគ្នានោះប្អូនមានសិទ្ធិពេញលេញស្របច្បាប់ក្នុងការធានាប្រពន្ធរបស់ប្អូនមករស់នៅសហរដ្ឋអាមេរិកត្រង់ចំណុចនេះមិនពាក់ព័ន្ធកូនទេប្រសិនបើប្អូនមានកូនប្អូនអាចដាក់ពាក្យធានាកូនរបស់ប្អូនមករស់នៅសហរដ្ឋអាមេរិកបានតែមានបញ្ហាត្រង់តែប្រពន្ធទេបាទដើម្បីកុំឲ្យមានបញ្ហាតាក់ទងសំណុំរឿងបែបនេះលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបាទចៅមនីខេមរ៉ាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះបាទ